តាជួយនិយាយពីប្រវត្តិសុសតែនហ្វែនងដែរនឹងការដឹកនាំតបរបស់គាត់សុសតែនហ្វែនងដែរគាត់ប្រហែលជាគាត់បានទទួលមរណភាពនៅប្រទេសបារាំងនឹងបើតាមខ្ញុំដឹងចុងក្រោយណាតាមខ្ញុំដឹងចុងក្រោយគាត់នៅប្រទេសបារាំងតែការប្រែប្រួលច្បាស់លាស់ខ្ញុំមិនដឹងទេណាបាទខ្ញុំមិនដឹងទេព្រោះខ្ញុំមិនដែលបានជួបគាត់ទេខ្ញុំមិនដែលបានជួបគាត់ទេណាខ្ញុំមិនដែលបានជួបគាត់ទេនិយាយអំពីជីវប្រវត្តិរបស់លោកសុសតែនហ្វែនងដែរណានិយាយអំពីប្រវត្តិរបស់គាត់ណានិយាយអំពីប្រវត្តិរបស់គាត់លោកសុសតែនហ្វែនងដែរបើតាមខ្ញុំចាំគាត់ជានាយទាហានចំនួនទី2គាត់ជានាយទាហានចំនួនទី2គាត់កើតនៅថ្ងៃ28ខែវិច្ឆិកាឆ្នាំ1923នៅទីក្រុងភ្នំពេញគាត់អនិច្ចកម្មទទួលមរណភាពនៅឆ្នាំ2006នៅប្រទេសបារាំងហើយគាត់ជាខ្មែរដែលមានដើមកំណើតហ្វីលីពីនគាត់ជាខ្មែរមានដើមខ្សែលោហិតមានដើមកំណើតទេជាខ្សែលោហិតជាប់នឹងហ្វីលីពីនអញ្ចឹងបានគាត់មានតកូលហ្វែនងដែរនៅក្នុងនិយាយរឿងហ្នឹងក៏ជាការមួយដែលត្រូវរំលឹកពីអ្វីដែលគាត់ក្រោយមកคล้ายទៅជានាយសេនាធិការនៃកងទ័ពយោធពលខេមរៈជាតិគឺជាកងទ័ពសាធារណរដ្ឋខ្មែរលោកសុសតែនគាត់ជានាយសេនាធិការនៃកងទ័ពសាធារណរដ្ឋខ្មែរគាត់បានសរសេរសៀវភៅមួយហៅថាដាក់ចំណងជើងថាការចងចាំពីសង្គ្រាមដែលភ្លេចបាត់ទៅហើយណាគាត់បានសរសេរសៀវភៅនឹងមួយណាគាត់បានសរសេរសៀវភៅនឹងមួយហើយគាត់បោះពុម្ពផ្សាយជាភាសាបារាំងមានគេប្រែជាខ្មែរហើយក៏មានជាភាសាអង់គ្លេសដែរដែលចំណងជើងថាការចងចាំពីសង្គ្រាមដែលភ្លេចបាត់ទៅហើយលោកសុសតែនហ្វែនងដែរជាកូនរបស់លោកមេធាវីសាំសុងហ្វែនងដែរលោកមេធាវីសាំសុងហ្វែនងដែរជាមេធាវីដែលឪពុកខ្ញុំធ្លាប់ស្គាល់តែខ្ញុំមិនដែលឃើញមុខលោកសុសតែនផ្ទាល់ទេឃើញតែក្នុងរូបហើយលោកតាសាំសុងក៏ខ្ញុំអត់ដែលឃើញគាត់ទេតែឪពុកខ្ញុំថាស្គាល់គ្នានឹងគាត់ណាលោកតាសាំសុងហ្នឹងគាត់ជាមេធាវីឈ្មោះលោកតាសាំសុងហ្វែនងដែរដែលជាឪពុករបស់លោកសុសតែនគឺមានឈ្មោះល្បីកាលពីសម័យធ្វើជាមេធាវីក្តីក្តាំក្នុងឃាតកម្មលោកអៀវកាសនៅក្នុងឃាតកម្មលោកអៀវកាសហ្នឹងលោកតាសាំសុងដូចជាធ្វើមេធាវីតំណាងឲ្យនរោត្តមនរិនដេតអញ្ចឹងហើយខ្ញុំមានកំណត់ហេតុពីការឡើងសាលាណាតកតងនឹងរឿងក្តីក្តាំដែលមានការធ្វើឃាតណាដល់លោកអៀវកាស
នឹងគឺជាអ្វីដែលតកតងឈ្មោះលោក Samsung Fernandez ជាឪពុករបស់លោក Sustain ចំណែកឯរឿងលោក Sustain នេះខ្ញុំគ្រាន់តែដឹងថាគាត់ជាណាខ្ញុំគ្រាន់តែដឹងថាគាត់ជានាយទាហានបើតាមខ្ញុំចាំគាត់ជានាយទាហានចំនួនទី2ឋានន្តរស័ក្តិគាត់ចុងក្រោយផ្កាយ3ឧត្តមសេនីយ៍ឯកនាយសេនាធិការកងយោធពលខេមរៈជាតិឆ្នាំ72ដល់ឆ្នាំ75កើតនៅថ្ងៃទី28ខែវិច្ឆិកាឆ្នាំ23លោក Sustain កើតនៅភ្នំពេញឪពុកឈ្មោះ Samsung Fernandez ជាមេធាវីផងក៏ធ្លាប់ជាចៅក្រមជាប់ខ្សែលោហិតហ្វីលីពីនម្ដាយរបស់លោក Sustain ជាប់ខ្សែលោហិតកម្ពុជាក្រោមហើយពូជអំបូរខ្សែលោហិត Fernandez នេះធ្លាប់ចូលមកបម្រើព្រះមហាក្សត្រខ្មែរតាំងពីសម័យព្រះអង្គឌួងមកម្លេះលោកក៏คล้ายទៅក្រោយបញ្ចប់ការសិក្សាលោកក៏คล้ายទៅជាអ្នកចូលធ្វើការមួយចំនួនដែលក្រោយមកលោកចូលសាលាទាហានតាមខ្ញុំចាំលោកចំនួនទី2ដែលលោកចាប់ផ្ដើមចូលទាហានដំបូងនៅក្នុងទាហានបារាំងទេគឺនៅក្នុងឆ្នាំ47ហើយលោកក៏បានត្រូវគេផ្លាស់ទៅធ្វើការនៅឯខេត្តបាត់ដំបងដែលនៅទីនោះលោកដូចជាជួបនឹងភរិយាលោកហើយនៅក្នុងទសវត្សរ៍ទី60លោកក៏ទទួលតំណែងជារដ្ឋលេខាធិការទទួលបន្ទុកសន្តិសុខជាតិឆ្នាំ75សហរដ្ឋអាមេរិកកាត់ជំនួយចំពោះសាធារណរដ្ឋខ្មែរលោក Sustain បដិសេធមិនចរចាជាមួយខ្មែរក្រហមក៏ចាក់ចាញ់ពីប្រទេសមុនស្រុកធ្លាក់ទៅកាន់ប្រទេសបារាំងដែលកាលនោះគេចោទប្រកាន់ថាលោកបានលួចលុយមួយចំនួនរហូតដល់100លានទៅស្រុកបារាំងតែបើតាមខ្ញុំមើលការចោទប្រកាន់ហ្នឹងមិនពិតទេលោក Sustain អត់មានបានលួចលុយ100លានអីទេហើយលោកក៏ចាប់ផ្ដើមរស់នៅស្រុកបារាំងណាហើយឆ្នាំ1998លោក Sustain បានវិលត្រឡប់មកលេងប្រទេសកម្ពុជាវិញហើយជួបជុំអតីតយុទ្ធជនមួយចំនួននឹងរឿងប៉ុណ្ណឹងបាទរឿងប៉ុណ្ណឹងនៅក្នុងសម័យសាធារណរដ្ឋព្រឹត្តិការណ៍18មិនិនា1970តាមរយៈព្រឹទ្ធាចារ្យម្នាក់ដែលជាមេប៉ូលីសដែលក្រោយមកជានុព័ន្ធយោធានុព័ន្ធកងទ័ពនៃសាធារណរដ្ឋខ្មែរដែលមកសហរដ្ឋអាមេរិកគឺខ្ញុំមិនចាំឋានន្តរស័ក្តិព្រឹទ្ធាចារ្យម្នាក់ហ្នឹងទេគឺលោកតាំងសួរតាមរយៈលោកតាំងសួរដែលនៅខែមីនាឆ្នាំ1970មុនព្រឹត្តិការណ៍18មីនាកើតឡើងដែលយើងហៅថារដ្ឋប្រហារ18មីនាឆ្នាំ70ហ្នឹងតាមរយៈព្រឹទ្ធាចារ្យគឺលោកតាំងសួរដែលពេលហ្នឹងលោកជាមេប៉ូលីសធ្វើការក្រោមអាវ៉ាតរបស់លោកអ៊ុម៉ានូរិនដែលជាបងប្រុសរបស់អ្នកម្នាងមនិចនេះលោកតាំងសួរបានរំលឹកប្រាប់ថាបានជួបលោក Sustain ក្រោយ18មីនាលោក Sustain បានរអ៊ូថាសួរឯងមិនបានដឹងរឿងអីមិនប្រាប់ខ្ញុំ
ពេលហ្នឹងគឺលោក Sosten ហ្នឹងនិយាយអំពីព្រឹត្តិការណ៍18មីនាលោកតាំងសួរបានឆ្លើយទៅលោក Sosten វិញថា excellent ត្រូវដឹងខ្ញុំមិនដឹងទេព្រោះទៀបជាង excellent លោកតាំងសួររំលឹកថាលោក Sosten អត់ដឹងអំពីរដ្ឋប្រហារហ្នឹងទេបាទកាលព្រឹត្តិការណ៍18មីនាកើតឡើងគេចាប់លោក Sosten ដាក់ឃុំឃាំងមួយរយៈពេលខ្ញុំនៅមានកាសែតខ្ញុំនៅមានទំព័រកាសែតណាខ្ញុំនៅមានទំព័រកាសែតដែលខ្ញុំនៅមានទំព័រកាសែតដែលតាក់ទងអំពីទំព័រកាសែតដែលតាក់ទងអំពីព្រឹត្តិការណ៍18មីនាដែលគេចាប់លោក Sosten និងលោកបាទគេចាប់លោក Sosten ដាក់ឃុំមួយរយៈទៅក្រោយមកបានគេប្រឡែងចាញ់មកវិញហើយគេឲ្យលោកទៅដឹកនាំទ័ពប្រយុទ្ធមួយរយៈមុនឡើងធ្វើជាណាមុនឡើងធ្វើជានាយសេនាធិការលោក Sosten តាមរយៈលោកតាំងសួរថាមិនក៏សួរឯងមិនប្រាប់ខ្ញុំផងគេធ្វើអីវ៉ៃនោះមកលោកតាំងសួរថា excellent នៅខាងលើវាត្រូវដឹងខ្ញុំបានសាកសួរព្រឹទ្ធាចារ្យតាំងសួរអំពីព្រឹត្តិការណ៍18មីនាតាមរយៈលោកតាំងសួរជាមេប៉ូលីសហើយនៅទីក្រុងភ្នំពេញលោកតាំងសួរថារឿងនេះខាងប៉ូលីសអត់ដឹងដែរខាងលោកអ៊ុំម៉ានរិនក៏អត់ដឹងដែរតែក្រោយមកដោយសារលោកតាំងសួរគាត់ជាមេប៉ូលីសចាស់នៅភ្នំពេញគាត់មានមិត្តភ័ក្តិគេប្រាប់ថាវារឿងហេតុវាកើតយ៉ាងម៉េចអីក៏មួយផ្នែកហើយមួយផ្នែកទៀតខ្ញុំបានទទួលព័ត៌មាន18មីនាហ្នឹងតាមរយៈកូនប្រុសរបស់អតីតនាយទាហានខ្មែរក្រោមម្នាក់ដែលបម្រើលោកលន់ណុលហើយក៏ជាមេតបខ្មែរក្រោមម្នាក់ដែលទទួលវិទ្យុតាក់ទងនិងយន្តហោះ B52 អាមេរិកដែលទម្លាក់គ្រាប់បែកនៅតាមបណ្ដោយព្រំដែនកម្ពុជាពីឆ្នាំ69មកអញ្ចឹងព័ត៌មានខ្ញុំទទួលតាក់ទងពី18មិនិនាតាមរយៈឪពុកមេខ្ញុំតាមរយៈអ្នកដតីតាមរយៈសិភៅតាមរយៈការចងចាំរបស់ប៉ូលីសរបស់អ្នកធ្វើការមហាផ្ទៃរបស់អ្នកនៅក្នុងជួរទាហានជាដើមលក្ខណៈទើបខ្ញុំពិនិត្យមើលទៅអាព្រឹត្តិការណ៍18មីនាហ្នឹងជាព្រឹត្តិការណ៍ច្របូកច្របល់រីឯលោក Sosten អត់ដឹងទេគេចាប់គាត់ក្រោយមកបានគេលែងគាត់ឆ្នាំ73យើងកង់ពិតជាដកតបចាញ់អស់ពីស្រុកខ្មែរដើម្បីទៅវាយយួនខាងត្បូងមែនទេអត់ទេនៅឆ្នាំ1973វាមានកិច្ចព្រមព្រៀងមួយកើតឡើងគឺកិច្ចព្រមព្រៀងក្រុងប៉ារីដែលចរចាដោយមន្ត្រីអាមេរិកឈ្មោះ Henry Kissinger ជាមួយនឹងមន្ត្រីយួនខាងជើងឈ្មោះ Le Doctor ដល់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងនឹងអាមេរិកក៏ឈប់ទម្លាក់គ្រាប់បែកនៅកម្ពុជារីឯតបយួនខ្មែរក្រហមសុំឲ្យដកចាញ់មួយដែលយួនដកចាញ់តែតបធំទេតបតូចរបស់យួននិងតបបច្ចេកទេសនៅជួយខ្មែរក្រហមរហូតដល់ឆ្នាំ1975អញ្ចឹងអត់មានដកតបទៅវាយវៀតណាមខាងត្បូងអីទេគឺការឈប់ទម្លាក់គ្រាប់បែកនៅខែសីហាឆ្នាំ1973ធ្វើឡើងតាមរយៈកិច្ចព្រមព្រៀងទីក្រុងប៉ារីតាមរយៈកិច្ចព្រមព្រៀងទីក្រុងប៉ារីហ្នឹងទើបវាកើតការឈប់ទម្លាក់គ្រាប់បែកនៅកម្ពុជាដែលពី73មកហ្នឹងធ្វើឲ្យសាធារណរដ្ឋខ្មែរហ្នឹងធ្លាក់ចូលទៅក្នុងដៃរបស់ទ័ពយួននិងខ្មែរក្រហមហើយទ័ពខ្មែរក្រហមក៏ចាញ់មុខចាញ់មាត់ច្រើនក្នុងសមរភូមិទាំងឡាយនៅកម្ពុជាពេលដែលខ្មែរក្រហមសុំឲ្យទ័ពធំយួនដកចេញពីតំបន់រំដោះសង្គ្រាមហ្នឹងក៏គេហៅថាសង្គ្រាមស៊ីវិលតែតាមពិតមិនមែនទេ
វាជាសង្គ្រាមឈ្លានពានជាសង្គ្រាមឈ្លានពានដែរវាមិនមែនជាសង្គ្រាមស៊ីវិលទេអាហ្នឹងអញ្ចឹងណាវាមិនមែនជាសង្គ្រាមស៊ីវិលទេវាជាសង្គ្រាមឈ្លានពានទេនេះគឺជាការដែលវាកើតឡើងណាការដែលវាកើតឡើងហ្នឹងគឺអញ្ចឹងអ្វីសិតតែមានអាចកំបាំងរបស់វាដែលគេអត់ប្រាប់យើងពីសង្គ្រាមអស់ហ្នឹងអញ្ចឹងហើយបានជាវាคล้ายទៅជាវ៉ាន់ស្រីនិចសួស្ដីបាទវាជាប់តាក់ទងអញ្ចឹងបាទវាជាប់តាក់ទងនឹងរឿងឥឡូវនេះនៅ Facebook មានខ្មែរយើង2-3នាក់ក៏ខំប្រឹងរំលឹកឡើងវិញនៅអនុស្សាវរីយ៍ចាស់មានខ្មែរ2-3នាក់រំលឹករឿងកងទ័ពមានខ្មែរ3-4នាក់រំលឹករឿងចាស់ហើយនឹងប្រមូលយកហើយនឹងប្រមូលយកនៅរឿងរ៉ាវចាស់ហ្នឹងមកសរសេរឡើងវិញណាប្រមូលយករឿងរ៉ាវចាស់មកសរសេរឡើងវិញមានឧត្តមសេនីយ៍ស៊ូនសំណាងមានខ្មែរដតីទៀតដែលខ្ញុំចាំឈ្មោះមិនអស់9នាទីមុនណាឧត្តមសេនីយ៍ជើងឆើតម្នាក់ដែលបាននិយាយកាលពីឆ្នាំ25ថានឹងវាយតបលោកហ៊ុនសែនឲ្យបាក់ជើងគឺឧត្តមសេនីយ៍នាយសេនាធិការកងទ័ពជើងគោកថៃឆៃយព្រឹកដួងប្រផាត់បាននិយាយពីថ្ងៃពុធទី13ខែឧសភាឆ្នាំ2026នៅឯបន្ទាយកងទ័ពអាកាសក្នុងកាលដែលឧត្តមសេនីយ៍ម្នាក់នេះធ្វើទស្សនកិច្ចនៅចុងសៃតាគូក្នុងខេត្តបុរីរាមដើម្បីនឹងពិនិត្យមើលស្ថានភាពតាមព្រំដែនកម្ពុជាថៃឡង់ឧត្តមសេនីយ៍ឆៃយព្រឹកក៏បានទៅស្រុកបានគ្រួតខេត្តបុរីរាមទៅមើលពីអ្វីដែលព័ត៌មាននិយាយថាមានការបង្ហាញនៅស្នាមដានពីសកម្មភាពរបស់កងទ័ពខ្មែរនៅទីនោះឧត្តមសេនីយ៍ឆៃយព្រឹកជានាយទាហានម្នាក់ដែលកាលពីឆ្នាំ2025ប្រកាសថានឹងវាយកងទ័ពលោកហ៊ុនសែនឲ្យបាក់ជើងណាអាហ្នឹងមេតបហ្នឹងហើយដែលនិយាយថាវាយតបហ៊ុនសែនឲ្យបាក់ជើងហ្នឹងឥឡូវមេតបហ្នឹងកំពុងតែធ្វើដំណើរណាមេតបហ្នឹងកំពុងតែធ្វើដំណើរមកមើលស្ថានភាពនិងស្ថានភាពតាមព្រំដែនកម្ពុជាថៃឡង់